បាទជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមក record វីដេអូនិយាយពី comment pi ហើយដំបូងយើងត្រូវ connect sh សិនហើយបន្ទាប់ពី connect sh ហើយយើងត្រូវធ្វើតាមការងារដែលគ្រូដាក់ឲ្យទី1 show username ហើយទី2 list and tag 3 line ហើយនឹង3នឹង create file ហើយនឹងwrite many line នៅក្នុងហ្នឹងពីដំបូងយើងវាយ who am I ដើម្បី show ឈ្មោះ username ហើយបន្តមកយើងប្រើ command list 3 line ls ដល់ ls ដើម្បីវា show ទាំងអស់ហើយបន្តមកខ្ញុំវាយ command ឲ្យវា show 3 line ប្រើ ls ដល់ ls ហើយប្រើសញ្ញាបន្ទាត់មួយហើយនឹង head ដល់3អញ្ចឹងវាបង្ហាញ3 line ខាងលើនឹងមកតទៅមកចំណុចចុងក្រោយខ្ញុំបង្កើត file ហើយនឹង write many line ដំបូងខ្ញុំបង្កើត folder មួយឈ្មោះ su31តមកយើងប្រៅដល់ folder ហ្នឹងហើយយើងវាយ command nano pyfile.txt ដើម្បីបង្កើត text file ហើយខ្ញុំវាយអក្សរ3 line នៅក្នុងហ្នឹងហើយខ្ញុំ save វាហើយខ្ញុំត្រូវ execute វាវិញហើយខ្ញុំវាយ cat py file.txt ដើម្បីវា show អាឡានយើងវាយមិនហ្នឹងហើយយើងវាយ comment យកវា2 line មក2 line លើយកវាមកបង្ហាញយើងប្រើ cat py file.txt សញ្ញាបន្ទាត់មួយហើយនឹង head ដក2អញ្ចឹងវាបង្ហាញ2 line ហ្នឹងមកអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងលោកគ្រូជំរាបលាគ្រូ